នៅក្នុងវីដេអូនេះយើងនឹងស្វែងយល់អំពីការពិសោធន៍ដំបូងរបស់ Faraday ច្បាប់ទី1របស់ Faraday គឺផ្អែកលើបាតុភូតអាំងដូចធ្យូងអេឡិចត្រូម៉ាញ៉េទិកដែលគេស្គាល់ថាជាច្បាប់អាំងដូចធ្យូង Faraday ច្បាប់នេះបង្ហាញពីទំនាក់ទំនងរវាងភ្លុចអគ្គិសនីនិងតង់ធ្យូងនៅក្នុងខ្សែចម្លងនេះគឺជាគោលការណ៍គ្រឹះមួយនៃអាំងដូចធ្យូងអេឡិចត្រូម៉ាញ៉េទិកដែលដាក់ឈ្មោះតាមអ្នកវិទ្យាសាស្ត្រអង់គ្លេស Michael Faraday ដែលលោកបានបង្កើតវាឡើងតាំងពីសតវត្សទី19មកម្លេះយើងអាចឲ្យនិយមនៃច្បាប់ទី1របស់ Faraday បានយ៉ាងដូចនេះថាកម្លាំងអគ្គិសនីចលករដែលកើតមានក្នុងរង្វិលខ្សែបិទជិតគឺស្មើនឹងអត្រាបម្រែបម្រួលអវិជ្ជមាននៃភ្លុចម៉ាញ៉េទិកឆ្លងកាត់រង្វិលនោះតោះយើងទៅមើលលម្អិតទាំងអស់គ្នាណាក្នុងការពិសោធន៍នេះយើងមានរបំខ្សែលោហៈមួយដែលមានរង្វិលជារៀងរង្វង់ជាច្រើនជុំរបំនេះត្រូវភ្ជាប់ទៅកាន់ emitter តាមរយៈខ្សែទង់ដែង emitter នឹងគឺជាឧបករណ៍សម្រាប់វាស់ចរន្តអគ្គិសនីនៅក្បែររបំខ្សែនេះគេបានដាក់មេដែករាងរបាមួយនៅទីនោះមេដែកនេះហើយដែលបង្កើតឲ្យមានខ្សែដែនម៉ាញ៉េទិកខ្សែដែនម៉ាញ៉េទិកទាំងនេះមានរាងជារង្វង់ហើយវាធ្វើចលនាពីពូលជើងទៅរកពូលត្បូងនៅពេលមេដែកនេះនៅស្ងៀមយើងឃើញថា emitter អត់មានលោតកម្រិតអីទេប៉ុន្តែពេលយើងចាប់ផ្ដើមផ្លាស់ទីមេដែកនឹងស្រាប់តែ emitter លោតកម្រិតតែម្ដងនេះក៏ព្រោះតែក្នុងរបំខ្សែលោហៈមានអេឡិចត្រុងសេរីហើយអេឡិចត្រុងទាំងនេះផ្លាស់ទីក្រោមឥទ្ធិពលនៃដែនម៉ាញ៉េទិកការផ្លាស់ទីរបស់អេឡិចត្រុងនេះហើយដែលបង្កើតឲ្យមានចរន្តអគ្គិសនីរត់ក្នុងស៊ីគ្វីពេលយើងរុញមេដែកទៅមុខ emitter នឹងលោតទៅទិសដៅណាមួយជាក់លាក់ហើយពេលយើងទាញវាមកក្រោយវិញ emitter នឹងលោតទៅទិសដៅផ្ទុយវិញម្ដងទិសដៅរបស់ចរន្តនេះគឺប្រែប្រួលទៅតាមចលនារបស់មេដែកនឹងឯងពីការពិសោធន៍នេះយើងអាចទាញសេចក្តីសន្និដ្ឋានបានដូចទៅទី1 emitter លោតកម្រិតតែនៅពេលដែលមេដែកកំពុងផ្លាស់ទីប៉ុណ្ណោះទី2ទិសដៅនៃការលោតរបស់ emitter គឺប្រែប្រួលទៅតាមទិសដៅរបស់មេដែកទី3បើយើងផ្លាស់ទីមេដែកកាន់តែលឿនការលោតរបស់ emitter ក៏កាន់តែខ្លាំងទៅតាមនឹងដែរអរគុណសម្រាប់ការទស្សនាបើចូលចិត្តសូមកុំភ្លេចជួយ like និង subscribe ផងណា